ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាពួកយើងតំណាងឲ្យក្រុមទី1ដែលឡើងមកធ្វើបទបង្ហាញអំពី business plan ដោយ business plan របស់យើងគឺធ្វើអំពី print T-shirt ដែលឈ្មោះហាងរបស់យើងមានឈ្មោះថាកម្រងសូមស្លាយបន្ទូលនេះគឺជាឈ្មោះសមាជិករបស់ក្រុមពួកយើងដែលខ្ញុំមានឈ្មោះហុងយីសមាជិករបស់ខ្ញុំឈ្មោះសៃណេតជីណាសំណាងហើយនិងពិសីហើយនេះគឺជា content របស់ពួកយើងដែលយើងបែងចែកទាំងអស់គឺ4 chapter ហើយ chapter មួយៗហ្នឹងគឺមានចំណុចទូចៗនៅក្នុងនោះដែរសូមស្លាយបន្ទូលចំពោះ chapter ទី1 executive summary ចំណុចទី1.1និយាយពី introduction នៅក្នុង business ពួកយើងគឺចង់បង្កើតការបោះពុម្ពអាវយឺតដែលផ្ដោតទៅលើគោលបំណងរបស់ពួកយើងប្រតិបត្តិការលក់និងទិន្នន័យសំខាន់ៗដែលពួកយើងបានគ្រោងទុកនិងអ្វីដែលយើងបានមើលឃើញដោយគម្រោងរបស់ពួកយើងនឹងមានគោលបំណងផ្ដល់នូវអាវយឺតដែលមានគុណភាពខ្ពស់ហើយភ្ញៀវគាត់អាចកម្មង់បាននឹងតាមចំណង់ចំណូលចិត្តរបស់ពួកគាត់ដែលបំពេញនៅតម្រូវការរបស់សិស្សអាជីវកម្មឬក៏អ្នកដែលគាត់រៀបចំប្រតិបត្តិការឬក៏បុគ្គលដែលគាត់ចង់បានរចនាម៉ូដអីដែលប្លែកៗជាងនឹងឬក៏មានអត្ថន័យលិលាអក្សរអីលើនឹងជាដើមនៅក្នុងការបង្កើតការរចនាម៉ូដពួកយើងនឹងផ្ដល់គុណភាពការបោះពុម្ពនិងសេវាកម្មអតិថិជនឲ្យបានល្អដោយគម្រោងនេះនឹងបង្ហាញនៅវឌ្ឍនភាពនិងសក្តានុភាពនៃកំណើនដ៏រឹងមាំគម្រោងបោះពុម្ពអាវយឺតពួកយើងបានបង្កើតឡើងដើម្បីផ្ដល់ជូននៅអាវយឺតបោះពុម្ពផ្ទាល់ខ្លួននិងប្រកបដោយវិជ្ជាជីវៈសម្រាប់ក្រុមអតិថិជនផ្សេងៗគ្នាហើយដូចអ្នកគ្នាបានឃើញនៅខាងស្ដាំដៃហ្នឹងនឹងគឺជា logo របស់ហាងរបស់យើងដែលមានឈ្មោះថាកម្រងតែកម្រងហ្នឹងបង្ហាញពីភាពជំរើសដ៏សម្បូរបែបនិងប្រមូលផ្ដុំនៃអ្វីដែលមានតម្លៃតែស័ក្តិសមទៅនឹងម៉ាកយីហោដែលតំណាងឲ្យប្រពៃណីខ្មែរស្ថិតស្ថេរនឹងមោទនភាពវប្បធម៌ខ្មែរហើយ logo របស់ពួកយើងគឺតុបតែងទៅដោយពណ៌មាសដែលបំផុសគំនិតដោយវប្បធម៌ខ្មែរដែលមានរចនាបថប្រាសាទអង្គរវត្តលំនាំការឈូកបែបអណ្ដាតភ្លើងអីចឹងហើយរូបចម្លាក់នឹងមានរូបចម្លាក់ពីរអមទាំងសងខាងហ្នឹងខ្ញុំស្លាយបន្តទៀតចូលដល់ចំណុច1.2និយាយពី project sale ដោយរបាយការណ៍ការលក់របស់យើងហ្នឹងគឺបានការឡើងជាលំដាប់តម្រូវការគឺពោះបំផុតក្នុងអំឡុងពេលដែលមានប្រតិបត្តិការសាលារៀនដូចជាថ្ងៃឈប់សម្រាកនិងការផ្សព្វផ្សាយពិសេសការបញ្ជាទិញជាក្រុមដូចជាអាវគូស្នេហ៍ឬក៏ឯកសណ្ឋានជាក្រុមឬអាវយឺតក្នុងប្រតិបត្តិការណាមួយដោយជួយបង្កើតបានមួយផ្នែកធំទៀតដែលនៅក្នុងវា help ជួយប្រាក់ចំណូលរបស់យើងកើនឡើងអញ្ចឹងប្រព័ន្ធផ្សព្វផ្សាយសង្គមក៏បានជួយទំនាក់ទំនងអតិថិជនថ្មីនិងលើកទឹកចិត្តអតិថិជនដែលមានស្រាប់ហ្នឹងគាត់ឲ្យមកទិញម្ដងហើយគឺម្ដងទៀតការរចនាពេញនិយមជាពិសេសគឺការបោះពុម្ពនៃគំរូអាជីវចរនិងអាវ logo គឺសមហេតុផលចម្បងសម្រាប់ការលក់ដាច់ជាខ្លាំងចំណុចទី1.3គឺការមើលឃើញដោយការមើលឃើញរបស់ពួកយើងហ្នឹងគឺការមើលឃើញរបស់ពួកយើងនិងការរួមបញ្ចូលនៅក្នុងរបាយការណ៍នេះបង្ហាញពីនិន្នាការលក់សំខាន់និងអាកប្បកិរិយារបស់អតិថិជនតារាងនេះបង្ហាញថាការលក់របស់យើងនឹងគឺមានការកំណើនប្រាក់ចំណូលប្រចាំខែថេរការលក់ខ្ពស់បំផុតក្នុងរដូវកាលវិស្សមកាលឬក៏សកម្មភាពរបស់សាលានានាប្រភេទរចនាដែលមានលក់ដាច់ខ្លាំងជាងគេបន្ទាប់មកការបង្កើតការចូលរួមរបស់អតិថិជនតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមហើយទិន្នន័យនោះបានបញ្ជាក់ថាគម្រោងរបស់យើងនឹងដំណើរការក្នុងទិសដៅវិជ្ជមាននិងមានសក្តានុពលទៅលើទីផ្សារឡើងខ្លាំងជាងនឹងទៀតចំណុចខ្ញុំមានតែប៉ុណ្្នឹងទេចូលទៅដល់ chapter ទី2ជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំសេណេតដែលនឹងធ្វើការបកស្រាយពាក់ព័ន្ធទៅនឹង chapter 2 strategy formulation ដែលយើងនឹងនិយាយពាក់ព័ន្ធទៅនឹងការបង្កើតយុទ្ធសាស្ត្រ 2.1 company summary អញ្ចឹងក្នុងនេះចំណុចមួយទូចគឺយើងនឹងនិយាយពាក់ព័ន្ធទៅនឹងគំរូអាជីវកម្មរបស់ពួកយើងអញ្ចឹងក្រុមហ៊ុនរបស់ពួកយើងមានឈ្មោះថាកម្រងអញ្ចឹងកម្រងគឺជាក្រុមហ៊ុនបោះពុម្ពទំនើបមួយដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញរបស់យើងប្រទេសកម្ពុជាហើយមួយវិញទៀតក្រុមហ៊ុនយើងគឺផ្ដល់សេវាកម្មបោះពុម្ពនិងធ្វើម៉េចគឺតម្រូវតាមតម្រូវការអតិថិជនពាក់ព័ន្ធទៅនឹងបើសិនជាអតិថិជនរបស់ពួកយើងមិនថាជាសិស្សសាលាពាក់ព័ន្ធទៅនឹងសាលារៀនក៏ដូចជាម្ចាស់អាជីវកម្មអីជាដើមអញ្ចឹងក្រុមហ៊ុនរបស់ពួកយើងគឺផ្ដោតសំខាន់ទៅលើអាវយឺតក៏ដូចជាឯកសណ្ឋានសាលាសម្លៀកបំពាក់ការរៀបចំកម្មវិធីផ្សេងៗគឺយើងទទួលទៅតាមតម្រូវការរបស់អតិថិជនរបស់យើងទាំងអស់ចំណុចទី2តូចគឺយើងនឹងនិយាយពាក់ព័ន្ធទៅនឹង legal registration ចំណុចនេះដែរគឺយើងនឹងនិយាយពាក់ព័ន្ធទៅនឹងថាតើការបើកអាជីវកម្មមួយយើងគួរចុះបញ្ជី
អ្វីខ្លះដើម្បីធ្វើឲ្យស្របច្បាប់ទៅតាមច្បាប់ក្រុមហ៊ុនក៏ដូចជារដ្ឋាភិបាលក្នុងប្រទេសណាមួយអញ្ចឹងទៅអញ្ចឹងឧទាហរណ៍ផ្ទាល់នៅក្នុងប្រទេសកម្ពុជាយើងផ្ទាល់ការចុះបញ្ជីអាជីវកម្មគឺជាជំហានដ៏សំខាន់បំផុតសម្រាប់អាជីវកម្មមួយដើម្បីអាចដំណើរការបានស្របច្បាប់និងដោះសោរបៀបថាដោះសោហ្នឹងគឺយើងអាចចុះបញ្ជីអាជីវកម្មហ្នឹងស្របច្បាប់គឺយើងអាចងាយស្រួលក្នុងការបើកគណនីធនាគារណាមួយបើទទួលវិក័យប័ត្រការធ្វើកិច្ចសន្យានិងបង់ពន្ធឬក៏ជួលបុគ្គលិកអីជាដើមហើយក្នុងដំណាក់ហើយនៅក្នុងចំណុចការចុះបញ្ជីពាណិជ្ជកម្មនេះដែរគឺយើងមានចំនួន3 step ដែលយើងគួរធ្វើដើម្បីឲ្យអាជីវកម្មរបស់យើងស្របច្បាប់ទៅតាមអ្វីដែលគេតម្រូវឲ្យយើងធ្វើក្នុងការបើកអាជីវកម្មមួយជំហានទី1នោះគឺយើងត្រូវចុះឈ្មោះជាមួយក្រសួងពាណិជ្ជកម្មចំណុចនេះដែរគឺយើងអាចនិយាយបានថាយើងគួរបញ្ចូលព័ត៌មានអាជីវកម្មរបស់យើងឲ្យទៅក្រសួងពាណិជ្ជកម្មពាក់ព័ន្ធទៅនឹងមិនថាឈ្មោះហាងយើងប្រភេទអាជីវកម្មឬក៏អាស័យដ្ឋានអាជីវកម្មរបស់យើងឯងហើយបន្ទាប់មកគឺយើងត្រូវការ pay ថ្លៃចុះឈ្មោះយើងអាហ្នឹងគឺយើងបានទទួលនៅក្នុងការយើងទទួលបានវិក័យវិញ្ញាបនបត្រចុះបញ្ជីអាជីវកម្មរបស់យើងហើយជំហានទី2នោះគឺការចុះឈ្មោះជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំណុចនេះដែរគឺយើងចុះឈ្មោះដើម្បីពាក់ព័ន្ធទៅនឹងពន្ធឈ្មោះពន្ធដារទទួលបានលេខសម្គាល់ឬក៏បើកគណនីពន្ធអេឡិចត្រូនិកដើម្បីបង់ពន្ធប្រចាំខែអីចឹងទៅហើយជំហានទី3នោះគឺការចុះឈ្មោះជាមួយក្រុងស្រុកចំណុចនេះគឺដើម្បីទទួលបានអាជ្ញាប័ណ្ណអាជីវកម្មក្នុងស្រុកពីអាជ្ញាធរមូលដ្ឋានដោយបង្ហាញភស្តុតាងនៃទីតាំងនិងសុវត្ថិភាពរបស់សហគ្រាសដូចជាការឯកសារជួលអគារមិនថាឯកសារអ្វីជាដើមដូចយើងអត់ជួលអគារប៉ុន្តែទីតាំងរបស់យើងគឺយើងត្រូវការជួលដីគេឬក៏និយាយទៅពាក់ព័ន្ធនឹងការឲ្យគេស្គាល់នៃអាស័យដ្ឋានរបស់យើងទីតាំងរបស់យើងហ្មងហើយជំហានទាំង3នេះដែរគឺធានាថាអាជីវកម្មរបស់យើងគឺអនុវត្តតាមច្បាប់និងបទបញ្ញត្តិរបស់ប្រទេសយើងផ្ទាល់អញ្ចឹងចូលដល់ចំណុចបន្ទាប់ចំណុចទី3 product description អញ្ចឹងចំណុចនេះការពិពណ៌នាអំពីផលិតផលអញ្ចឹងក្រុមហ៊ុនរបស់ពួកយើងគឺ our main product របស់ពួកយើងការ printing t-shirt ដែលយើងបោះពុម្ពទៅតាមតម្រូវការបរទេសជនហើយមួយវិញទៀតគឺយើងរចនាឡើងសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួនព្រឹត្តិការណ៍សាលារៀនការផ្សព្វផ្សាយអាជីវកម្មនិងឱកាសនិយាយទៅការរបៀបថាពិធីផ្សេងពិធីកម្មវិធីពិសេសណាមួយអីចឹងអាហ្នឹងអតិថិជនអាចមករកឬក៏មកបោះពុម្ពនៅក្រុមហ៊ុនរបស់ពួកយើងបានដែលយើងធ្វើតាមតម្រូវការរបស់អតិថិជនទាំងអស់ក្រុមហ៊ុនកម្ររបស់ពួកយើងក៏មានcross sell product ដែរដែលយើងហៅថាកន្លះឬក៏ sticker យើងមានលក់ក្រៅអីចឹងរបៀបថាបើសិនជាអតិថិជនគាត់មក print ឬក៏មកធ្វើសេវាកម្មអីមួយនៅក្នុងក្រុមហ៊ុនរបស់យើងក៏មានលក់ពាក់ព័ន្ធទៅនឹងកន្លះបើសិនជាអតិថិជនគាត់ពេញចិត្តគាត់ទិញបើអត់ពេញចិត្តទេក៏យើងណែនាំអតិថិជនតាមហ្នឹងឲ្យគាត់ទិញផងដែរហើយចំណុចទី4នោះគឺយើងនឹងនិយាយពាក់ព័ន្ធទៅនឹង vision of company របស់ពួកយើងហ្មងដែលចក្ខុវិស័យរបស់ពួកយើងគឺយើងមើលថាដើម្បីឲ្យក្រុមហ៊ុនយើងក្លាយជាម៉ាកយីហោរបស់ពុំអាវយើងដែលគួរឲ្យទុកចិត្តនិងគេស្គាល់នៅក្នុងប្រទេសរបស់ពួកយើងហើយក្រុមហ៊ុនយើងគឺមានគោលបំណងរួមបញ្ចូលគ្នានៅភាពច្នៃប្រឌិតបច្ចេកវិទ្យាទំនើបក៏ដូចជានិរន្តរភាពដែលយើងអាចថាទៅមុខបានយូរវែងអញ្ចឹងហើយក្រុមហ៊ុនយើងក៏ចង់ឲ្យអតិថិជនហ្នឹងគាត់ទទួលបានគុណភាពទទួលបានផលិតផលដែលមានគុណភាពហើយមានភាពច្នៃប្រឌិតផងដែរហើយចំណុចទី5 mission ចឹងសម្រាប់បេសកកម្មរបស់ក្រុមហ៊ុនរបស់ពួកយើងវិញគឺដើម្បីជំរុញភាពច្នៃប្រឌិតនិងទំនុកចិត្តតាមរយៈការស្លៀកពាក់ក៏ដូចជាសម្លៀកបំពាក់របស់ពុំដែលមានគុណភាពខ្ពស់អញ្ចឹងក្រុមហ៊ុនរបស់យើងជួយពាក់ព័ន្ធទៅនឹងបុគ្គលឬក៏សាលារៀនម្ចាស់អាជីវកម្មដែលគាត់ចង់បង្ហាញអត្តសញ្ញាណរបស់ពួកគេតាមរយៈការរចនាតាមតម្រូវការអីចឹងទៅបើសិនជាក្រុមហ៊ុនហ្នឹងគាត់ចង់បង្ហាញឲ្យគេស្គាល់អត្តសញ្ញាណនៃក្រុមហ៊ុនរបស់គាត់អាចរបៀបថាបោះពុម្ពកៅអៅណាមួយដែលមាន logo business របស់គាត់ឬក៏ដែលមាននិយាយទៅធ្វើម៉េចឲ្យគេស្គាល់ថាកៅអៅហ្នឹងឬក៏ outfit ហ្នឹងគឺជាពាក់ព័ន្ធទៅនឹងក្រុមហ៊ុនរបស់គាត់ yes ចូលដល់ចំណុចបន្ទាប់management structure រចនាសម្ព័ន្ធគ្រប់គ្រងចំណុចទី1យើងនឹងនិយាយពាក់ព័ន្ធទៅនឹង general manager សម្រាប់ចំណុចនេះគឺអ្នកគ្រប់គ្រងទូទៅគឺគាត់ទទួលខុសត្រូវក្នុងការកំណត់គោលដៅអាជីវកម្មនិងគ្រប់គ្រងប្រតិបត្តិការទាំងមូលហ្មងដែលទី1នោះគឺគាត់មានតួនាទីបង្កើតនិងអនុវត្តយុទ្ធសាស្ត្រអាជីវកម្មគោលដៅនិងគោលបំណងទូទៅសម្រាប់ហាងលក់សម្លៀកបំពាក់ផ្ដល់ចក្ខុវិស័យនិងទិសដៅសម្រាប់គ្រប់នាយកដ្ឋានទាំងអស់ហើយទី2នោះគឺរបៀបថាគាត់ត្រួតពិនិត្យគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបត្តិការហាងដោយធានាបាននូវប្រសិទ្ធភាពផលិតភាពនិងប្រកាន់ខ្ជាប់នៅគោលការណ៍របស់ហាងបទបញ្ជាហាងអីចឹងទៅ
ហើយចំណុចទី3នោះគឺសហការជាមួយក្រុមទីផ្សារដើម្បីបង្កើតនិងអនុវត្តការផ្សព្វផ្សាយការលក់និងយុទ្ធនាការទីផ្សារហើយរបៀបថា General Manager គឺគាត់មានតួនាទីផ្ដល់របាយការណ៍ប្រចាំលើការអនុវត្តការងាររបស់ហាងទៅកាន់ថ្នាក់គ្រប់គ្រងជាន់ខ្ពស់ណាមួយនៅក្នុងក្រុមហ៊ុនរបស់យើងពាក់ព័ន្ធទៅនឹងគាត់ក៏មានតួនាទីត្រួតពិនិត្យលើការលក់ទំនិញដែលមើលឃើញនឹងការបង្ហាញផលិតផលដើម្បីបង្កើតការលក់និងបង្កើតភាពទាក់ទាញរបស់ហាងជាដើមហើយចំណុចទី2 Product Manager ក្នុងនេះដែរអ្នកគ្រប់គ្រងផលិតផលគឺទី1គឺគាត់គ្រប់គ្រងដំណើរការរបស់ពុម្ពការត្រួតពិនិត្យគុណភាពនិងការថែទាំម៉ាស៊ីនរបស់ពុម្ពរបស់ពួកយើងនិយាយទៅការថែទាំពាក់ព័ន្ធទៅនឹងយើងអាចនិយាយថា asset ឬក៏វត្ថុណាមួយគ្រឿង product ណាមួយនៅក្នុងហាងរបស់យើងហ្មងហើយទី2នោះគឺត្រួតពិនិត្យការថែទាំហាងពាក់អនាម័យនិងធានាបរិយាកាសការងារនិងទិញទំនិញប្រកបដោយសុវត្ថិភាពចំណុចទី3នោះគឺ design team design team របស់ពួកយើងគឺគាត់ត្រូវធ្វើការពាក់ព័ន្ធទៅនឹងការបង្កើតស្នាដៃសិល្បៈនិងការរចនាតាមទម្រង់ការរបស់អតិថិជនហើយក្នុង design team នេះដែរគឺគាត់ត្រូវតែមានគំនិត creativity ដែលគាត់អាចគិតមានភាពច្នៃប្រឌិតខ្ពស់អាហ្នឹងយើងអាចនិយាយយ៉ាងខ្លីថាខាងក្រុមហ្នឹងគឺគាត់ត្រូវមានភាពច្នៃប្រឌិតខ្ពស់ដែលអាចនិយាយបានថា design អីថ្មីឬក៏គិតអីថ្មីបានច្រើនអីចឹងណាហើយចំណុចទី4នោះគឺខាង finance ដែលខាង finance នេះដែរគឺគាត់ត្រូវយកចិត្តទុកដាក់លើការរៀបចំពាក់ព័ន្ធទៅនឹងចំណូលចំណាយថវិកាគណនេយ្យនិងការរក្សាកំណត់ត្រារបស់ក្រុមហ៊ុនហើយមួយវិញទៀតក៏គាត់ត្រូវការរៀបចំរបាយការណ៍ហិរញ្ញវត្ថុជាប្រចាំរួមទាំងរបាយការណ៍ប្រាក់ចំណេញការខាតបង់តារាងតុល្យការនិងរបាយការណ៍លំហូរសាច់ប្រាក់ជាដើមហើយគាត់ក៏ត្រូវគ្រប់គ្រងប្រាក់បៀវត្សសម្រាប់បុគ្គលិកហាងរួមទាំងការគណនាប្រាក់ឈ្នួលឬក៏ការកាត់ប្រាក់និងធានាការទូទាត់ទាន់ពេលវេលាផងដែរចំណុចចុងក្រោយនៃ management structure នេះដែរគឺពាក់ព័ន្ធទៅនឹង team sales and marketing ដែលក្នុងនេះគឺគាត់ត្រូវគ្រប់គ្រងសេវាកម្មអតិថិជនការធ្វើទីផ្សារតាមអ៊ីនធឺណិតនិងការគ្រប់គ្រងការបញ្ជាទិញហើយគាត់ក៏ត្រូវបង្កើតនិងអនុវត្តយុទ្ធសាស្ត្រទីផ្សារនិងយុទ្ធនាការដើម្បីជំរុញការលក់បង្កើតការយល់ដឹងអំពីម៉ាកយីហោនិងទាក់ទាញអតិថិជនមួយវិញទៀតក៏គាត់ត្រូវធ្វើការស្រាវជ្រាវទីផ្សារដើម្បីកំណត់និន្នាការតម្រូវការរបស់អតិថិជននិងសកម្មភាពរបស់ដៃគូប្រកួតប្រជែងផងដែរក្នុងធីមនេះដែរគឺគាត់ត្រូវរបៀបថាធ្វើម៉េចតាមឲ្យទាន់ trend នៃទីផ្សារសប្តាហ៍ថ្ងៃថាតើអតិថិជនគាត់ត្រូវការគាត់មានតម្រូវការអីគាត់ចាំបាច់អីគឺយើងត្រូវធ្វើម៉េចតាមឲ្យទាន់តម្រូវការរបស់អតិថិជនចឹងយើងចូលមកដល់ចំណុចទី7គឺ key success factor ក្នុងនេះដែរគឺកត្តាជោគជ័យសំខាន់នៅក្នុងក្រុមហ៊ុនរបស់ពួកយើងអាស្រ័យទៅលើទី1នោះគឺការបោះពុម្ពនិងសម្ភារៈដែលមានគុណភាពខ្ពស់អាចនិយាយបានថាមន្ទីរពិសោធន៍ដែលអាចប្រើប្រាស់បានម៉ាស៊ីនបោះពុម្ពដែលមានជំនាញវិជ្ជាជីវៈអីជាដើមហើយទី2នោះគឺ creativity and unique design ចំណុចនេះគឺគាត់ត្រូវមានការរចនាប្រកបដោយភាពច្នៃប្រឌិតដែលធ្វើម៉េចរបៀបថាយើងធ្វើម៉េចឲ្យតាក់ទាញអតិថិជនតាក់ទាញចិត្តអតិថិជនឲ្យមកចាប់អារម្មណ៍ក្រុមហ៊ុនរបស់ពួកយើងហើយចំណុចទី3នោះគឺ effective marketing ពាក់ព័ន្ធទៅនឹង social media ដែលយើងធ្វើទីផ្សារទៅលើតាមប្រព័ន្ធអ៊ីនធឺណិតអនឡាញការផ្សព្វផ្សាយតាមរយៈដៃគូក្នុងស្រុកអីចឹងទៅឬក៏ពាក់ព័ន្ធទៅនឹងយើងអាចសហការជាមួយ influencer ស្រុកខ្មែរយើងអីចឹងអាចប្រម៉ូទធ្វើ marketing ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនយើងបានហើយចំណុចទី4នោះគឺ customer satisfaction ចំណុចនេះគឺយើងត្រូវមើលទៅលើការពេញចិត្តរបស់អតិថិជនរបស់ពួកយើងដែរដែលយើងគួរផ្ដល់ជូននូវសេវាកម្មដ៏ល្អឥតខ្ចោះនិងការដឹកជញ្ជូនឲ្យរហ័សទាន់ចិត្តទៅដល់អតិថិជនរបស់ពួកយើងចំណុចទី5នោះគឺ strong brand image ក្នុងនេះដែរគឺយើងត្រូវកសាងទំនុកចិត្តនិងការទទួលស្គាល់ក្នុងចំណោមអតិថិជនរបស់ពួកយើងធ្វើម៉េចអតិថិជនរបស់ពួកយើងគឺទទួលស្គាល់នៅ brand ម៉ាកយីហោរបស់ពួកយើងចំណុចទី5ចំណុចទី6នឹងនិយាយ financial and skill ចំណុចនេះគឺពាក់ព័ន្ធទៅនឹងហិរញ្ញវត្ថុការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពធានាថាអាជីវកម្មរបស់យើងអាចគ្រប់គ្រងថ្លៃដើមរក្សាប្រាក់ចំណេញនិងវិនិយោគលើឧបករណ៍ទីផ្សារថ្មីបានហើយ skill របស់ពួកយើងគឺយើងត្រូវdevelop ទៅលើ skill បុគ្គលិករបស់ពួកយើងដែលថាគាត់មានជំនាញទៅលើការបោះពុម្ពឬក៏មានភាពច្នៃប្រឌិតខ្ពស់អីចឹងទៅចំណុចទី8ពាក់ព័ន្ធទៅនឹង location អញ្ចឹងក្រុមហ៊ុនរបស់ពួកយើងគឺមានទីតាំងនៅកម្ពុជាក្រោមដែលយើងអាចនិយាយបានថាទីតាំងមួយហ្នឹងគឺវាជាទីតាំងមួយដែលអ្នកនៅពេញភាគច្រើនគឺស្គាល់ហើយថាកម្ពុជាក្រោមគឺជាទីតាំងមួយដែលល្បី
đâu mình đây là bay là viết hai cái score group kia viên chỉ tí tăng môi là chỉ tí bị chung chung này chẳng á viết chất sala còn đôi chỉ phơi thông còn bị chia lại phía trái còn nợ chật năng này hơi tí tăng đấy cứ viên chỉ tí tăng môi không chùm năm chẳng lại này một miếng nhục bóng phật là nghe xu bóng phật không cá phơi đồng ná tờ cam là biết ha cam phơi bên này chỉ cam không tí không bên ấy chẳng tầng hay cho đào chùm nói bật tọt nút cứ chùm nói pi chật pí SWOT analysis chứ không ní dương năng vậy bạn quan tần chùm nói khăn bỏ dớn chùm nói khăn bỏ phụ dớn cứ miên cam đô tam để biết hai dương phơi báchช่างบดឬក៏ customize ធ្វើមិនឲ្យរបៀបថារចនាអីផ្លែកផ្លែកធ្វើអីផ្លែកផ្លែកឲ្យតាមទ្រាំទាន់ trend របស់គេអីចឹងទៅទី2នោះគឺការបោះពុំផ្ទាល់ខ្លួននិងការបញ្ជាទិញពិសេសដែលបំពេញចំណង់ចំណូលចិត្តរបស់អតិថិជនទី3នោះគឺតម្លៃសមរម្យអូទី3នោះគឺសេវាកម្មរហ័សសេវាកម្មរហ័សគឺការបោះពុំរហ័សនិងសេវាកម្មក្នុងថ្ងៃតែមួយអាចរកបានសម្រាប់ការបញ្ជាទិញតូចចំណុចទី4នោះគឺ online and walk in sale ការលក់ online និងការលក់ផ្ទាល់អញ្ចឹងឱកាសលក់ទាំងក្នុងហាងនិងលក់ online តាមរយៈកិច្ចការប្រព័ន្ធផ្សព្វផ្សាយសង្គមអីជាដើមមួយទៀតចំណុចខ្សោយរបស់យើងគឺយើងនិយាយបែបបានថាកម្រងក្រុមហ៊ុនរបស់ពួកយើងគឺមានដើមទុនមានកំណត់ជាពិសេសនៅដំណាក់កាលចាប់ផ្ដើមអាជីវកម្មទី2នោះគឺទំហំហាងរបស់ពួកយើងគឺមាន limit អាចនិយាយបានថាវារៀងតូចដែរប៉ុន្តែយើងអាចមានការ walk in ទៅទិញហើយនឹងទិញ online ផងដែរហើយចូលដល់ឱកាសនៃក្រុមហ៊ុនរបស់ពួកយើងគឺមាននាฬิកាកើនឡើងនៃម៉ូដសម្លៀកបំពាក់តាមតម្រូវការក្នុងចំណោមយុវវ័យក្នុងទីក្រុងភ្នំពេញអីជាដើមកម្រងគឺមានឱកាសសហការជាមួយសាលារៀនម្ចាស់អាជីវកម្មផ្សេងអីចឹងទៅហើយចំណុចចុងក្រោយនោះគឺ trade yes ការគម្រាមកំហែងចឹងចំណុចនេះដែរគឺមានការប្រកួតប្រជែងខ្លាំងពីហាងបោះពុម្ពផ្សេងទៀតក្នុងទីក្រុងភ្នំពេញមានការផ្លាស់ប្ដូរសេដ្ឋកិច្ចអាចប៉ះពាល់ដល់ឥរិយាបថចំណាយរបស់អតិថិជនក៏ដូចជាបច្ចេកវិទ្យាបោះពុម្ពផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនិងតម្រូវការឲ្យមានការវិនិយោគជាបន្តបន្ទាប់ចំណង់ចំណូលចិត្តរបស់អតិថិជនក្នុងម៉ូដនិងការរចនាអាចផ្លាស់ប្ដូរបានយ៉ាងឆាប់រហ័សអញ្ចឹងចំណុចរបស់ខ្ញុំគឺចប់ហើយចូលដល់ចំណុចបន្ទាប់អ្នកសួរលោកគ្រូសួស្តីអ្នកទាំងអស់គ្នាចំណុចបន្ទាប់ដែលខ្ញុំត្រូវមកនិយាយហ្នឹងគឺអំពី chapter 3 strategy development ចំណុចទី 3.1 ហ្នឹង target market ចំណុចទី 3.1.1 ហ្នឹង target customer ចំណុចនេះអាជីវកម្មរបស់ពួកយើងគឺផ្ដោតទៅលើអតិថិជនពីរប្រភេទសំខាន់គឺទៅលើអតិថិជនគឺអតិថិជនទី1ហ្នឹងគឺអតិថិជនដែលមានគំនិតច្នៃប្រឌិតចូលចិត្តភាពខុសគេដែលអត់ដូចគេនិងចូលចិត្តរបស់ដែលអត់មានលក់តាមហាងទូទៅនិយាយទៅប្លែកពីគេគោលបំណងរបស់ពួកគេគឺចង់បានម៉ូដសម្លៀកបំពាក់សម្រាប់ស្លៀកផ្ទាល់ខ្លួនដែល style ថ្មីប្លែកៗដែលចេញពីគំនិតរបស់ពួកគេសម្រាប់អតិថិជនមួយប្រភេទទៀតគឺសម្រាប់អ្នកដែលរៀបចំកម្មវិធីខ្នាតធំខ្នាតតូចឬមធ្យមដែលពួកគេត្រូវការសម្លៀកបំពាក់ជាក្រុមដើម្បីឲ្យមើលទៅមានលក្ខណៈជាធីមសម្រាប់ដំណើរកម្សាន្តសម្រាប់គ្រឹះស្ថានសាលារៀនឬសិក្ខាសាលាជាដើមសម្រាប់កម្រិតអាយុរបស់អតិថិជនរបស់ហាងពួកយើងគឺមានចន្លោះចាប់ពី18ទៅដល់35ឆ្នាំសម្រាប់យុវជននិងនិស្សិតអាយុចាប់ពី18ដល់22ឆ្នាំហ្នឹងពួកគេប្រកាសជាចូលចិត្តភាពទាន់សម័យការស្លៀកពាក់ជាក្រុមសម្រាប់ដើរលេងឬកម្មវិធីសាលារបស់ពួកគេចូលចិត្តអ្វីដែលប្លែកៗហើយមើលទៅវា cool សម្រាប់អាយុចន្លោះពី23ទៅដល់35ឆ្នាំហ្នឹងគឺជាក្រុមអតិថិជនដែលមានចំណូលចិត្តតខ្លួនពួកគេជាអតិថិជនដែលត្រូវការសម្លៀកបំពាក់បែបសម្រាប់ទៅរៀបចំកម្មវិធីជប់លៀងកម្មវិធីក្រុមហ៊ុនតូចៗឬពួកគេចង់បានអាវដែលមានគុណភាពខ្ពស់សម្រាប់ stylist តខ្លួនរបស់ពួកគេសម្រាប់តម្រូវការចម្បងរបស់អតិថិជនមិនគ្រាន់តែចង់បានអាវធម្មតាទេប៉ុន្តែអតិថិជនចង់បានអាវដែលមានម៉ូដថ្មីប្លែកៗនិងទៅតាមតម្រូវការហើយតាមសម័យកាលសម្រាប់ទំហំ size របស់ហាងពួកយើងគឺមានចាប់ពីចន្លោះ size S ML ឡើងទៅជាទូទៅអតិថិជនកំងចាប់ពី1ទៅដល់30អាវឡើងទៅការទិញជាលក្ខណៈខ្នាតតូចហ្នឹងចាប់ពី1ទៅដល់5អាវសម្រាប់បុគ្គលម្នាក់ៗដែលចង់បានអាវតខ្លួនឬកាដូសម្រាប់មនុស្សដែលពួកគេស្រឡាញ់ដែលហាងធំភាគច្រើនអត់សូវទទួលធ្វើតិចចឹងទេព្រោះអត់សូវចំណេញតែហាងរបស់ពួកយើងទទួលធ្វើទាំងអស់សម្រាប់ការទិញជាលក្ខណៈខ្នាតមធ្យមនោះចាប់ពី10ទៅដល់30អាវសម្រាប់អតិថិជនដែលពួកគេចង់បានលក្ខណៈអាវជាក្រុមមិត្តភ័ក្តិក្រុមគ្រួសារឬអាជីវកម្មខ្នាតតូចដែលត្រូវការអាវសម្រាប់បុគ្គលិកឬតាមគ្រឹះស្ថានរបស់ពួកគេសម្រាប់តម្លៃធៀបនឹងគុណភាពរបស់ហាងពួកយើងគឺអតិថិជនចំណាយរៀងថ្លៃតិចមែនប៉ុន្តែពួកគេនឹងទទួលបាននូវការ design ដ៏ល្អហើយផ្ចិតផ្ចង់ជាពិសេសគុណភាពរបស់ពុម្ពនឹងខ្ពស់ពណ៌ស្អាតជាប់ធន់និយាយរួមទៅគុណភាពស្អាតសមនឹងតម្លៃអ្វីដែលផ្ដល់ឲ្យអតិថិជនរបស់ពួកយើងលើកពីការបោះពុម្ពអាវនោះគឺភាពរីករាយរបស់អតិថិជន
ទំនុកចិត្តនិងការទទួលខុសត្រូវរបស់ហាងពួកយើងអាជីវកម្មរបស់ពួកយើងគឺផ្ដល់ទំនុកចិត្តជូនអតិថិជនដែលអតិថិជនមិនចាំបាច់មានជំនាញក្នុងការ design អីច្រើនទេខាងហាងរបស់យើងមានរូប sample ទីច្រើនសម្រាប់អតិថិជនជ្រើសរើសហើយអតិថិជនអាចមើលរូបភាពដោយផ្ទាល់ដើម្បីធានាគុណភាពរបស់ហាងពួកយើងចូលទៅដល់ចំណុច 3.1.2 target competition តែរូបខាងក្រោមហ្នឹងគឺជាហាង3ដែលជាដៃគូប្រកួតប្រជែងរបស់ពួកយើងដែលហាងទី1ហ្នឹងគឺ SM Printing ហាងហ្នឹងគឺមានតម្លៃអាវចាប់ពី$8ឡើងទៅតម្លៃខ្ពស់ជាងគេក្នុងចំណោមហាងទាំង3ហ្នឹងចំណុចខ្លាំងរបស់ហាងហ្នឹងគឺផលិតផលមានគុណភាពខ្ពស់មានភាពសម្បូរបែបនិងការរចនា poster របស់គេហ្នឹងគឺមានភាពទាក់ទាញចំណុចខ្សោយរបស់ហាងហ្នឹងគឺអត់សូវដាក់បង្ហាញតម្លៃឲ្យអតិថិជនច្បាស់លាស់ការផ្សព្វផ្សាយនៅមានកម្រិតនិងមិនសូវមានកម្មវិធីបញ្ចុះតម្លៃ promotion ច្រើនទេចំពោះហាងទី2វិញឈ្មោះថាបោះពុម្ពអាវយឺតហាងហ្នឹងតម្លៃអាវចាប់ពី$5ឡើងទៅតម្លៃសមរម្យចំណុចខ្លាំងរបស់ហាងហ្នឹងមានសេវាកម្មដឹកជញ្ជូនល្អគុណភាពផលិតផលខ្ពស់និងមានទំនាក់ទំនងល្អជាមួយអតិថិជនចំណុចខ្សោយរបស់ហាងហ្នឹងគឺការផ្សព្វផ្សាយមានរយៈពេលខ្លីហើយវាអត់ជាប់ទាល់ពេលគឺពេលណាគេផ្សាយពេលណាគេអត់ហើយការដាក់ promotion មានការយឺតយ៉ាវខ្លាំងមែនទែនចំណែកគូប្រជែងរបស់ហាងពួកយើងទី3ហ្នឹងគឺមានឈ្មោះថាផ្ទះអាវមិត្តដែលតម្លៃចាប់ពី$3ឡើងទៅតម្លៃទាបជាងគេហើយធូរថ្លៃបំផុតចំណុចខ្លាំងរបស់ហាងហ្នឹងមានការទទួលខុសត្រូវខ្ពស់សេវាកម្មដឹកជញ្ជូនល្អនិងមានការរចនា logo ក៏ស្អាតដែរតែចំណុចខ្សោយរបស់ហាងហ្នឹងគឺការផ្សព្វផ្សាយនៅមានកម្រិតទាបមិនសូវមាន promotion ហើយរូបភាពនៅលើពេលគេប្រម៉ូទនៅលើ Facebook TikTok អីអត់សូវមានភាពទាក់ទាញទេចំណុចបន្ទាប់គឺ marketing goal and objective ផែនការសម្រាប់ហាងរបស់ពួកយើងចែកចេញជា3ដំណាក់កាលក្នុងរយៈពេល3ឆ្នាំឆ្នាំ2025ដល់2026ហ្នឹងគោលដៅរបស់ហាងពួកយើងសម្រាប់ចង់សម្រេចឲ្យបានទឹកប្រាក់ចំនួន32,000ឬស្មើនឹងលក់អាវអស់4,000អាវចំណែកឆ្នាំ2026ដល់2027គោលដៅរបស់ហាងយើងគឺចង់បង្កើនការលក់ឲ្យដល់ទៅ$40,000ឬស្មើនឹង5,000អាវយុទ្ធសាស្ត្របន្ថែមហ្នឹងគឺបន្ថែមទីតាំងហាងថ្មីនិងអភិវឌ្ឍបន្ថែមទៅលើគុណភាពផលិតផលសេវាកម្មនិងផ្ដល់ជូនទំនុកចិត្តដល់អតិថិជនហើយក្នុងឆ្នាំ2027ដល់2028ហ្នឹងគោលដៅរបស់ហាងពួកយើងហ្នឹងគឺបង្កើនការលក់ទៅដល់48,000ឬស្មើនឹង6,000អាវពួកយើងនឹងហើយចាក់ខុសវិស័យរបស់ពួកយើងហ្នឹងពួកយើងមានគម្រោងបង្កើតរោងចក្រផលិតអាវយឺតដោយខ្លួនឯងនឹងចាប់ផ្ដើមអនុវត្តសកម្មភាពជួយដល់សង្គមពួកយើងក៏ដាក់បញ្ចូល CSR នៅក្នុងអាជីវកម្មរបស់ពួកយើងដែរនេះគឺជាតារាងរូបភាពដែលលម្អិតអំពីផែនការសកម្មភាពរបស់ពួកយើងដែលចែកចេញជាចំណុចការជ្រើសរើសបុគ្គលិករបស់ពួកយើងគឺក្រុមហ៊ុនកំណត់យកការជ្រើសរើសបុគ្គលិកនៅក្នុងខែមិនិនានិងខែធ្នូជាពេលវេលាសម្រាប់ស្វែងរកនិងជួលបុគ្គលិកថ្មីព្រោះការជ្រើសរើសបុគ្គលិកក្នុងខែមិនិនាហ្នឹងគឺដើម្បីយកមកបណ្ដុះបណ្ដាលបុគ្គលិកឲ្យបានស្ទាត់ជំនាញមុនពេលរដូវកាលលក់ដែលពួកយើងមមាញឹកបំផុតក្នុងខែមេសាដោយសារតែខែមេសាហ្នឹងជាខែចូលឆ្នាំខ្មែរអញ្ចឹងអតិថិជនមានការពួកគេកំងអាវច្រើនអញ្ចឹងពួកយើងត្រូវការ train បុគ្គលិកយើងឲ្យបានមុនមួយខែដើម្បីឲ្យពួកគេស្ទាត់ជំនាញនិងទទួលភ្ញៀវឲ្យបានដល់ការត្រៀមលក្ខណៈសម្រាប់ខែធ្នូហ្នឹងពួកយើងត្រៀមលក្ខណៈសម្រាប់ឆ្នាំថ្មីដើម្បីធានាថាកម្លាំងបុគ្គលិករបស់ពួកយើងមានគ្រប់គ្រាន់សម្រាប់ទទួលអតិថិជនដែលពួកគេមកកំងសម្រាប់យុទ្ធសាស្ត្រក្នុងការ promotion របស់ហាងពួកយើងគឺចូលឆ្នាំខ្មែរហ្នឹងគឺជាយុទ្ធសាស្ត្រសំខាន់បំផុតព្រោះជាពេលដែលប្រជាជនមានការចំណាយខ្ពស់បំផុតទៅលើការទិញទំនិញនិងសេវាកម្មព្រោះពួកគេតែទិញនៅទំនិញថ្មីដើម្បីទុកពាក់នៅក្នុងកម្មវិធីបន់ផ្សេងៗអញ្ចឹងសម្រាប់ខែវិច្ឆិកាគឺជាអំឡុងខែបន់បន្ទូកអញ្ចឹងជាឱកាសរបស់ពួកយើងក្នុងការទាក់ទាញអតិថិជនដែលដើរដំណើរកម្សាន្តនិងសម្រាប់ពីការងារដែលជួយចំណុចបន្ទាប់ហ្នឹងគឺជាតារាងសម្រាប់ផ្នែកលក់និងផ្នែកទីផ្សាររបស់ហាងពួកយើងការជ្រើសរើសបុគ្គលិក reception sales staff អីហ្នឹងក្រុមហ៊ុនមានគម្រោងជ្រើសរើសបុគ្គលិកនៅក្នុងខែមករានិងខែកញ្ញាការជ្រើសរើសនៅដើមឆ្នាំហ្នឹងគឺដើម្បីពង្រឹងកម្លាំងលក់សម្រាប់ឆ្នាំថ្មីចំណែកឯខែកញ្ញាគឺដើម្បីត្រៀមលក្ខណៈសម្រាប់រដូវកាលមមាញឹករបស់ពួកយើងគឺនៅចុងឆ្នាំហ្នឹងហ្មងគឺអតិថិជនគឺដឹងតែសម្មុខមកទិញហើយការផ្សព្វផ្សាយការ promotion របស់ពួកយើងក្នុងកម្មវិធីផ្សព្វផ្សាយត្រូវបានកំណត់ធ្វើឡើងក្នុងឱកាសបុណ្យធំទាំង3រួមមានដូចជាបុណ្យចូលឆ្នាំខ្មែរនៅខែ4ខែមេសាហ្នឹង
ពីបនអំទូកនៅខែវិច្ឆិកានិងបនឆ្លងកម្មករនៅខែធ្នូបនធំៗទាំង3ហ្នឹងគឺអតិថិជនគឺសម្រុកមកទិញនៅហាងពួកយើងមែនទែនអញ្ចឹងពួកយើងដាក់ promotion ហ្នឹងគឺចំណេញដល់អតិថិជនសម្រាប់ការមកទិញនៅហាងពួកយើងការចុះជួបអតិថិជនពួកយើងធ្វើឲ្យមានភាពស្និទ្ធស្នាលរវាងអតិថិជននិងអ្នកលក់ព្រោះនៅពេលដែលហាងរបស់ពួកយើងធ្វើឲ្យមានភាពស្និទ្ធស្នាលរវាងអតិថិជននិងstaff ហ្នឹងធ្វើឲ្យអតិថិជនមានការបើកចិត្តទូលាយក្នុងការមកចូលមកទិញនៅក្នុងហាងពួកយើងចំពោះផ្នែករដ្ឋបាលនិងគណនេយ្យហ្នឹងការប្រកាសពន្ធប្រចាំខែជាការងារដែលត្រូវធ្វើជារៀងរាល់ខែចាប់ពីដើមឆ្នាំរហូតដល់ចុងឆ្នាំដើម្បីធានាឲ្យបានការអនុលោមតាមច្បាប់ពន្ធដារការធ្វើរបាយការណ៍ចំណេញឬខាតផ្នែកគណនេយ្យត្រូវរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែបានទៀងទាត់ក្នុងឆ្នាំដើម្បីតាមដានស្ថានភាពចំណូលនិងចំណាយរបស់ក្រុមហ៊ុនផ្នែកគ្រប់គ្រងឃ្លាំងស្តុកត្រូវបានត្រួតពិនិត្យស្តុកសកម្មភាពហ្នឹងត្រូវបានអនុវត្តជារៀងរាល់ខែពេញមួយឆ្នាំដើម្បីធានាថាចំនួនទំនិញនៅក្នុងឃ្លាំងមានតុល្យភាពនិងមិនមានការបាត់បង់និងមានទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ផ្នែកលក់សម្រាប់តារាងហ្នឹងគឺនិយាយអំពីយុទ្ធសាស្ត្រផ្នែកលក់និងទីផ្សារផ្នែកនេះផ្ដោតទៅលើការបង្កើតចំណូលតាមរយៈការរៀបចំកម្លាំងមនុស្សនិងការទាញយកផលចំណេញពីឱកាសបន់ធំនិងការជ្រើសរើសបុគ្គលិកសម្រាប់ឆ្នាំ2025-2026ការជ្រើសរើសបុគ្គលិកធ្វើឡើងនៅក្នុងខែមីនានិងខែធ្នូសម្រាប់ឆ្នាំ2026ដល់2027ហ្នឹងការជ្រើសរើសធ្វើឡើងនៅក្នុងខែមករានិងខែកញ្ញាសម្រាប់ឆ្នាំ2027ដល់2028ហ្នឹងការជ្រើសរើសធ្វើឡើងនៅក្នុងខែមីនានិងខែធ្នូយុទ្ធសាស្ត្រផ្សព្វផ្សាយ promotion របស់ក្រុមហ៊ុនរបស់ពួកយើងកំណត់យកខែដែលមានបន់ជាតិធំជាគោលដៅរួមដូចជាខែមេសាកម្មវិធីបុណ្យចូលឆ្នាំខ្មែរខែវិច្ឆិកាគឺបន់អំទូកនិងខែធ្នូជាពេលវេលាដែលឆ្លងឆ្នាំសកលNew Year សកម្មភាពប្រចាំថ្ងៃរបស់ពួកយើងគឺបុគ្គលិកលក់ម្នាក់ៗមានកាតព្វកិច្ចចុះជួបអតិថិជនគោលដៅឲ្យបាន5នាក់ក្នុងមួយថ្ងៃដែលជាសកម្មភាពធ្វើឡើងបន្តបន្ទាប់ជារៀងរាល់ឆ្នាំយុទ្ធសាស្ត្រផ្នែករដ្ឋបាលនិងផ្នែកគណនេយ្យផ្នែកនេះមានតួនាទីធានានៅការអនុលោមច្បាប់និងតម្លាភាពហិរញ្ញវត្ថុការប្រកាសពន្ធហ្នឹងគឺត្រូវធ្វើឡើងប្រចាំខែដើម្បីឲ្យទៀងទាត់ជារៀងរាល់ខែចាប់ពីខែមករាដល់ខែធ្នូគ្រប់មួយឆ្នាំហ្មងរបាយការណ៍ហិរញ្ញវត្ថុរបស់យើងផ្នែកគណនេយ្យត្រូវបានផលិតរបាយការណ៍ចំណេញនិងខាត profit and loss ជារៀងរាល់ខែដើម្បីតាមដាននៅហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរបស់ពួកយើងយុទ្ធសាស្ត្រផ្នែកគ្រប់គ្រងឃ្លាំងស្តុកហ្នឹងផ្នែកនេះធានាឲ្យមានទំនិញគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់អតិថិជនរបស់ពួកយើងការត្រួតពិនិត្យស្តុក control ហ្នឹងសកម្មភាពត្រួតពិនិត្យនិងគ្រប់គ្រងទំនិញក្នុងឃ្លាំងត្រូវបានអនុវត្តជារៀងរាល់ខែអត់ដែលដើម្បីបង្ការការបាត់បង់និងការខ្វះខាតទំនិញអំឡុងពេលដែលមាន promotion ខ្លាំងអញ្ចឹងចំណុចខ្ញុំចប់ហើយចូលទៅដល់ចំណុចបន្ទាប់ចូលមកដល់ចំណុចបន្ទាប់3.2យើងនិយាយពី marketing mix strategy ហើយនៅក្នុងហ្នឹងយើងចែកជាចំណុចទូទៅដែរដែលមួយហ្នឹងគឺនិយាយពី product strategy អញ្ចឹងនៅក្នុងអាជីវកម្មរបស់ពួកយើងហ្នឹងសម្រាប់ main product យើងមានមួយគឺផ្ដោតទៅលើការបោះពុម្ពកៅ print t-shirt ដែល function របស់វាហ្នឹងវាអាចធ្វើឲ្យអតិថិជនហ្នឹងគាត់មានអារម្មណ៍ថា comfort មាន quality ហើយនឹងpopular ហើយចំពោះemotional benefit វិញគឺធ្វើឲ្យអតិថិជនគាត់មាន confidence មាន comfort ហើយនឹងeasy or folding pen ហើយចំពោះអាជីវកម្មរបស់យើងផងដែរក្រៅពី main product យើងមាន cross product តែលក់ទៅលើកន្លះបានន័យថាកន្លះដែលគេដាក់ជាមួយនឹងកៅហ្នឹងសម្រាប់ function ហ្នឹងវាអាចជួយ improve personality របស់អ្នកប្រើប្រាស់នៅពេលដែលគាត់ឈៀវអាវហើយគាត់អាចយកកន្លះហ្នឹងទៅបន្ថែមពីលើអាវរបស់គាត់ទីមួយហ្នឹងចំពោះក្រុមហ៊ុនវិញគឺដើម្បីបញ្ជាក់ឈ្មោះថាបុគ្គលដែលម្នាក់ហ្នឹងគាត់ឈ្មោះអីចឹងណាហើយដែលជួយធ្វើឲ្យអ្នកប្រើប្រាស់ហ្នឹងគាត់មានអារម្មណ៍ថា look more clean ជាមួយនឹងកៅរបស់គាត់ហើយ cross product មួយទៀតហ្នឹងយើងលក់ទៅលើ logo sticker ហ្នឹងមានន័យថាគាត់អាចយក logo ហ្នឹងទៅបិទទៅលើរបស់ប្រើប្រាស់ផ្សេងៗវាអាចជួយឲ្យ show brand របស់យើងហើយអ្នកធ្វើឲ្យអ្នកប្រើប្រាស់គាត់មានអារម្មណ៍ថាវា connect ជាមួយនឹង brand ដែលយើងលក់អញ្ចឹងណាសូម slide បន្ទាប់អញ្ចឹងចំណុចនេះយើងនិយាយពី after sales service support ចំពោះអាជីវកម្មកំរងក្រៅពីយើងលក់ product ទៅឲ្យភ្ញៀវហើយយើងតែងតែមានafter sales service ទីមួយហ្នឹងដើម្បីតាមដានព័ត៌មានឧទាហរណ៍ថាយើងផ្ញើសារទៅដល់អតិថិជននៅពេលដែលគាត់ជាវអីវ៉ាន់យើងហើយយើងអាចសួរទៅលើអតិថិជនហ្នឹងថា
ការបោះពុម្ពហ្នឹងឬក៏សម្ភារៈហ្នឹងល្អឬក៏អត់អញ្ចឹងណាហើយមួយទៀតហ្នឹងយើងអាចណែនាំពីផលិតផលថ្មីដែលវាស្រដៀងគ្នាទៅឲ្យអតិថិជនផងដែរហើយចំណុចមួយទៀតហ្នឹងគឺពាក់ព័ន្ធជាមួយនឹងការបញ្ចុះតម្លៃហើយ after service product ហ្នឹងឧទាហរណ៍ថានៅពេលដែលយើងមានអីវ៉ាន់ហ្នឹងលក់ឲ្យភ្ញៀវហើយយើងក៏ត្រូវមានការបញ្ចុះតម្លៃទៅដល់អតិថិជនដែរបានន័យថាពេលខ្លះអាការបញ្ចុះតម្លៃហ្នឹងវាជំរុញឲ្យអ្នកទិញហ្នឹងគាត់កាន់តែចង់ទិញរបស់យើងមានដូចជាការផ្ដល់ជូនរង្វាន់បន្ទាប់ពីការគាត់ទិញច្រើនដងអញ្ចឹងទៅហើយបន្ទាប់មកទៀតយើងត្រូវតាមដានអមតិរបស់គាត់ថាពេលគាត់ទិញទៅហើយវាល្អអត់អញ្ចឹងគាត់នឹង feedback មកយើងវិញហើយបន្ទាប់ពីនឹងផងដែរនៅពេលដែលយើងទទួលបានការ comment ពីគាត់ហើយអញ្ចឹងទៅយើងអាចផ្ដល់ជូនកាដូអីតិចតួចទៅឲ្យគាត់អញ្ចឹងណាអូខេអញ្ចឹងសូមទៅ slide បន្តទៀតចំណុចនេះយើងនិយាយពី customer expectation អញ្ចឹងនៅក្នុងនឹងដែរយើងនឹងនិយាយពីការរំពឹងទុករបស់អតិថិជនជាមួយនឹងវិធីសាស្ត្រហ្នឹងគឺផលិតផលយើងនឹងផ្ដោតទៅលើការបំពេញតាមតម្រូវការឬការរំពឹងទុករបស់អតិថិជនដោយផ្ដល់ជូននូវសម្លៀកបំពាក់បំពុំដែលមានគុណភាពខ្ពស់ហើយជាមួយនឹងការរចនាដែលច្បាស់លាស់ហើយសម្ភារៈហ្នឹងគឺប្រើបានយូរមួយទៀតហ្នឹងគឺអតិថិជនគាត់រំពឹងថានឹងការបោះពុម្ពហ្នឹងត្រឹមត្រូវតាមអីគាត់ចង់បានហើយយើងក៏ត្រូវតែផ្ដល់ជូននៅពេលវេលាដែលផលិតជូនគាត់ហ្នឹងលឿនហើយជាមួយនឹងតម្លៃសមរម្យហើយនឹងជំរើសរចនាប័ទ្មច្រើនផងដែរដូច្នេះហើយយើងនឹងផលខ្សាច់កណាត់ដែលមានគុណភាពល្អឧបករណ៍បោះពុម្ពវិញក៏ទំនើបហើយនឹងដំណើរការដែលមានស្តង់ដារដើម្បីធានាផលិតផលហ្នឹងជូនទៅដល់ពួកគាត់ហើយដើម្បីឲ្យមានភាពស៊ីសង្វាក់គ្នានឹងប្រើប្រាស់បានយូរអូខេអញ្ចឹងចំណុច customer expectation ហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងសូមទៅចំណុចបន្តទៀតចំណុចនេះយើងនិយាយពី positioning strategy ចំពោះអាជីវកម្មកម្រងគឺយើងនឹងដាក់ឈ្មោះផ្លាកយីហោបោះពុម្ពឲ្យយឺតដែលមានភាពច្នៃប្រឌិតលឿនបំផុតនិងផ្ដោតទៅលើអតិថិជនដោយផ្ដោតទៅលើយុវវ័យសិស្សានុសិស្សហើយនៅអាជីវកម្មខ្នាតតូចដោយគាត់ឲ្យតម្លៃទៅលើធ្វើឲ្យមានលក្ខណៈផ្ទាល់ខ្លួនហើយការរចនាប័ទ្មទំនើបនិងគុណភាពក្នុងតម្លៃសមរម្យហើយចំពោះទីតាំងដែលពួកយើងធ្វើឡើងហ្នឹងគឺដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់តែអ្នកទិញគាត់ចង់មកទិញអញ្ចឹងណាដោយទីតាំងរបស់យើងហ្នឹងគឺនៅកម្ពុជាក្រោមដែលជាតំបន់ដែលហុំព័ទ្ធទៅដល់សាលារៀនកន្លែងធ្វើការហើយនឹងហាងលក់អាហារផ្សេងៗដែលបង្កើនភាពងាយស្រួលចូលប្រើប្រាស់និងភាពមើលឃើញសម្រាប់ទស្សនិកជនដែលគាត់ហ្នឹងគឺជាtarget customer ឃើញចឹងខ្ញុំទៅ slide បន្តទៀតslide នេះខ្ញុំនឹងនិយាយអំពីចំណុច 3.2.2 ដែលនិយាយអំពី pricing strategy ចំពោះអាជីវកម្មកម្រងនេះដែរ main product ហ្នឹងដែលយើងធ្វើការបោះពុម្ពឲ្យហ្នឹងគឺតម្លៃដំបូងដែលយើងនាំចូលហ្នឹងគឺ$4ហើយចំពោះ price ដែលយើងលក់ចេញនៅក្នុង1 unit តម្លៃ$15អញ្ចឹងសម្រាប់ cross profit វិញយើងទទួលបាន 73.33% ប៉ុន្តែចំពោះ cross profit ហ្នឹងយើងអត់ទាន់ដកជាមួយនឹងចំណាយផ្សេងអីទេអានេះគឺយើងគិតតែចំពោះ cost ហើយនឹង price ដែលយើងលក់ចេញហ្មង slide បន្តទៀតចំពោះ cross sell product វិញដែលយើងនិយាយអំពីកន្លះហើយនឹង sticker វិញមិនឯកន្លះពេលដែលយើង cost របស់យើងហ្នឹងគឺ$1.2ហើយ price ដែលយើងលក់ចេញហ្នឹងគឺ$2ប៉ុន្តែចំពោះ cross profit ហ្នឹងខ្ញុំអត់ដាក់ជាភាគរយដោយសារតែវាមានរៀងឯថាទឹកលុយទួចឹងខ្ញុំដាក់ជាទឹកលុយជាក់លាក់ឲ្យហ្មងទៅគឺ$0.8ហើយចំពោះ logo sticker វិញ cost វាគឺ$0.75ហើយ price 1.25ហើយចំពោះ cross profit វិញគឺ$0.5សូមចំណុចបន្ទាប់ចឹងpush pricing tactic កន្លែងនេះចង់និយាយថាក្នុងការជំរុញលក់នៃតម្លៃចឹងណាទី1ដើម្បីជំរុញនៃការលក់គឺយើងត្រូវមានការបញ្ចុះតម្លៃដែលមានកំណត់បើន័យថាយើងត្រូវតែផ្សាយនៅវីដេអូខ្លីៗដូចជាថ្ងៃហ្នឹងយើងមានបញ្ចុះតម្លៃ10%ចឹងទៅអញ្ចឹងយើងប្រើយុទ្ធសាស្ត្រហ្នឹងដើម្បីឲ្យអ្នកទិញហ្នឹងគាត់ជំរុញគាត់ដើម្បីមកទិញឲ្យកាន់តែលឿនព្រោះរយៈពេលដែលយើងដាក់ឲ្យគាត់ហ្នឹងគឺមានតែមួយថ្ងៃទេដែលយើងអបឲ្យគាត់10%មួយទៀតហ្នឹងគឺការកំណត់តម្លៃទៅតាមតម្រូវការព្រឹត្តិការណ៍ដូចគ្នាខ្ញុំគាត់បាននិយាយខាងលើអញ្ចឹងតែយើងមានព្រឹត្តិការណ៍ហ្នឹងដូចជាតែយើងដាក់តម្លៃពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរបនំទុកហើយជាពិសេសហ្នឹងរដូវកាលដែលសិស្សានុសិស្សគាត់ត្រូវចូលរៀនវិញអញ្ចឹងណាហើយមួយទៀតហ្នឹងគឺថ្ងៃដែលអ្នកធ្វើការជប់សម្រាប់អញ្ចឹងនៅពេលដែលយើងដាក់discount នៅថ្ងៃហ្នឹងអ្នកធ្វើការដែលគាត់ធានាហ្នឹងគាត់អាចមកជាឲ្យបានយើងបានកាន់តែច្រើនហើយមួយទៀតហ្នឹងការកំណត់តម្លៃលក់ដុំឬក៏ការទិញនៅលើបរិមាណច្រើនអញ្ចឹងចំពោះអតិថិជនដែលគាត់ទទួលបានតម្លៃទាបនៅពេលដែលពួកគាត់បញ្ជាទិញអាវកាន់តែច្រើន
ដែលលើកទឹកចិត្តដល់ការបញ្ជាទិញរបស់ពួកគាត់ហ្នឹងគឺកាន់តែច្រើនដូចគ្នាព្រោះថាយើងនឹងស្រាប់ឲ្យតម្លៃបោះដុំវាតែធូរថ្លៃជាងតម្លៃលក់រាយមួយអញ្ចឹងវាអាចជំរុញឲ្យអ្នកទិញហ្នឹងគាត់ទិញអីវ៉ាន់យើងបានកាន់តែច្រើនសូមស្លាយបន្តទៀតអញ្ចឹងចូលចំណុចនេះយើងនិយាយពីចំណុច 3.2.3 ដែលផ្ដោតសំខាន់ទៅលើ channel place distribution strategy អញ្ចឹងហាងកម្រងហ្នឹងគឺជាឈ្មោះនៃផែនការអាជីវកម្មរបស់ពួកយើងដែលមានទីតាំងនិងគម្រោងបាំងនៅកម្ពុជាក្រោមនៅក្រុងភ្នំពេញហើយនៅចំណុចនោះគឺជាតំបន់ដ៏មមាញឹកនិងជាតំបន់យុទ្ធសាស្ត្រមួយនៅក្នុងរាជធានីភ្នំពេញដែលផ្ដល់ភាពងាយស្រួលដល់សិស្សអ្នកជំនាញនិងអាជីវកម្មផ្សេងៗដែលនៅក្បែរនោះច្រើនអញ្ចឹងហាងរបស់យើងអនុញ្ញាតឲ្យអតិថិជនហ្នឹងគាត់ដើរចូលបានន័យថា walk in ទៅទិញអីវ៉ាន់ផ្ទាល់តែម្ដងហើយនឹងធ្វើការបញ្ជាទិញទៅលើទំនិញរបស់យើងនឹងបានងាយស្រួលហើយដើម្បីពង្រីកនៅវិសាលភាពហ្នឹងគឺយើងក៏ប្រើប្រាស់បណ្ដាញចែកចាយជាច្រើនដែលរួមទាំងវេទិកាអនឡាញដែលមានដូចជា Facebook TikTok ហើយនិង Instagram ដែលអតិថិជនហ្នឹងគាត់អាចបញ្ជាទិញបានយ៉ាងងាយស្រួលតាមរយៈMessenger Telegram ហើយនិង IG ផងដែរអូខេយើងចូលដល់ចំណុចមួយទៀតអញ្ចឹងយើងចូលមកដល់ចំណុចនេះគឺ 3.2.4 promotional strategy តែទីមួយហ្នឹងគឺយើងត្រូវ promote ទៅលើ social media advertising គឺការបង្ហោះខ្លឹមសារប្រចាំថ្ងៃបានន័យថាយើងត្រូវតែធ្វើវីដេអូedit ផ្សេងៗដើម្បីផុសទៅលើ social media អញ្ចឹងហើយការផ្សាយពាណិជ្ជកម្មឧបត្ថម្ភដែលផ្ដោតទៅលើដូចជាសិស្សនិស្សិតក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មអ្នករៀបចំព្រឹត្តិការណ៍ហើយនិងអ្នកគ្រប់គ្រងការិយាល័យផ្សេងៗហើយមួយទៀតហ្នឹងគឺការបង្ហោះនៅវីដេអូខ្លីៗដែលទៅលើបណ្ដាញសង្គមដែលមានដូចជា TikTok អីចឹងទៅដើម្បីប្រម៉ូទពីអាជីវកម្មរបស់ពួកយើងហើយមួយទៀតហ្នឹងគឺinfluencer collaboration បានន័យថាយើងធ្វើការជាសហការជាមួយនឹងអ្នកដែលមានឥទ្ធិពលក្នុងសង្គមដើម្បីគាត់ប្រម៉ូទនៅអាជីវកម្មរបស់ពួកយើងផងដែរហើយសូមស្លាយបន្តទៀតកន្លែងនេះយើងនិយាយទៅលើ seasonal promotion អញ្ចឹងបានន័យថាការផ្សព្វផ្សាយទៅតាមរដូវកាលអញ្ចឹងនៅពេលដែលមានពិធីបុណ្យសំខាន់ៗដូចគ្នាខ្ញុំនិយាយខាងលើមិនអញ្ចឹងបានន័យថាការលក់ការរចនាមុខថ្មីសម្រាប់នៅពិធីបុណ្យចូលឆ្នាំខ្មែរកញ្ចក់បោះពុម្ពសម្រាប់ចូលរៀនវិញហើយការផ្សព្វផ្សាយពីពិធីបុណ្យរំទុកហើយនិងពិធីបុណ្យណូអែលផ្សេងៗហ្នឹងទៅឲ្យតែមានពិធីបុណ្យអញ្ចឹងយើងធ្វើការប្រម៉ូទទៅតាមរដូវកាលរបស់ហ្នឹងហើយមួយទៀតហ្នឹងគឺ flash sale បានន័យថាការលក់រហ័សអញ្ចឹងយើងត្រូវតែមាន limit ដើម្បីធ្វើការលក់ហ្នឹងបានន័យថាយើង discount ដែលមានការបញ្ចុះតម្លៃដែលមានព្រឹត្តិការណ៍ដែលមានម៉ោងកំណត់អញ្ចឹងណាបានន័យថាយើងចង់ discount 24 ម៉ោងអញ្ចឹងពេលដែលយើងដាក់ទៅវាអាចបង្កើនភាពប្រព័ន្ធដែលធ្វើឲ្យការលក់របស់យើងហ្នឹងលឿនព្រោះអតិថិជនហ្នឹងគាត់ជំរុញមកទិញផលិតផលយើងបានកាន់តែលឿនដូចគ្នាព្រោះយើងដាក់ discount ក្នុងរយៈពេលខ្លីពីចំណុចចុងក្រោយហ្នឹងគឺការចូលរួមរបស់អតិថិជនអញ្ចឹងការចូលរួមជាមួយអតិថិជនហ្នឹងតាមរយៈការបញ្ចេញមតិយោបល់និងសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអីចឹងទៅហើយនឹងបង្កើតប្រព័ន្ធមតិដែលកែលម្អដើម្បីកែលម្អនៅសេវាកម្មរបស់ពួកយើងហើយនឹងផលិតផលដែលផ្អែកទៅលើការវិនិច្ឆ័យផ្សេងៗមកពីអតិថិជនអញ្ចឹងមានន័យថាបើគាត់ថាល្អយើងក៏ accept អញ្ចឹងទៅហើយបើចំណុចណាដែលមិនល្អយើងត្រូវតែaccept ដូចគ្នាដើម្បីយកមកកែតម្រូវនៅអាជីវកម្មរបស់យើងអញ្ចឹងទៅអញ្ចឹងចំណុចរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងអញ្ចឹងសូមចូលដល់ចំណុចបន្តទៀតធីមរបស់ខ្ញុំគាត់នឹងនិយាយបន្តអរគុណបាទជំរាបសួរលោកគ្រូនិងសួស្តីអ្នកនរគ្នាឥឡូវចូលមកដល់ចំណុចទី4គឺយើងនឹងនិយាយអំពី HRM plan ហើយសម្រាប់ចំណុចទី 4.1 ហ្នឹងគឺនិយាយអំពី recruitment ហើយនិង selection អញ្ចឹងក្រុមហ៊ុនកម្រងរបស់ពួកយើងហ្នឹងនឹងធ្វើការជ្រើសរើសបុគ្គលិកដែលពួកគាត់ហ្នឹងមានភាពច្នៃប្រឌិតមានចំណេះមានជំនាញហើយពួកគាត់ផ្ដោតទៅលើបំពេញតម្រូវការអតិថិជនបំពេញសេវាកម្មទៅដល់អតិថិជនហើយជាក់ស្ដែងសម្រាប់ដំណើរការនៃការជ្រើសរើសបុគ្គលិករបស់យើងហ្នឹងគឺធ្វើឡើងតាមរយៈបណ្ដាញសង្គមការផុសនៅលើបណ្ដាញសង្គមហ្នឹងហើយការធ្វើតាមរយៈសិក្ខាសាលាតាមសាកលវិទ្យាល័យហើយនឹងធ្វើតាមរយៈនៅការបង្ហាញជាវេទិកាផ្សេងៗជាដើមហើយក្នុងហ្នឹងបេក្ខជនក៏ត្រូវមានលក្ខណៈសម្បត្តិហើយមានបទពិសោធន៍ខ្លះមានអាកប្បកិរិយាល្អហើយនៅពេលដែលបេក្ខជនគាត់ជាប់នៅក្នុង short list អញ្ចឹងទៅយើងនឹងហៅពួកគាត់មកសម្ភាសន៍ហើយបើសិនជាគាត់នឹងជាប់ការសម្ភាសន៍របស់ពួកយើងគឺនឹងធ្វើតាមកិច្ចសន្យាការងារស្របទៅតាមច្បាប់ការងារខ្ញុំទៅស្លាយបន្តមួយទៀតស្លាយបន្ទាប់នេះគឺ 4.2 ដែលនិយាយអំពី training ហើយនិង development អញ្ចឹងក្រុមហ៊ុននៅក្នុង HR ក្រុមហ៊ុននឹងផ្ដល់
ការបណ្ដុះបណ្ដាលទៅដល់បុគ្គលិកថ្មីៗហើយនិងបុគ្គលិកខាងចាស់ក៏យើងធ្វើការ training ពួកគាត់ដែរដើម្បីឲ្យពួកគាត់មានភាពស្ទាត់ជំនាញទៅលើការ design ទៅលើការបោះពុម្ពអាវរបស់យើងឲ្យវាល្អប្រសើរហើយយើងធ្វើនេះទៀតគឺដើម្បីធានាដល់ប្រតិបត្តិការរបស់យើងនៅក្នុងការបោះពុម្ពអាវហ្នឹងឲ្យវាកាន់តែមានភាពល្អប្រសើរជាពិសេសបុគ្គលិកនឹងទទួលបានការលើកទឹកចិត្តហើយនឹងការរីកចម្រើនក៏ដូចជាការសហការគ្នាល្អនៅក្នុងការធ្វើការងារចំណុចទី3គឺយើងនិយាយអំពី employee relation អញ្ចឹងនៅក្នុងចំណុចទី 4.3 ហ្នឹងគឺពួកយើងនឹងព្យាយាមកសាងទំនាក់ទំនងល្អនៅក្នុងក្រុមការងារនៅក្នុងក្រុមហ៊ុនដើម្បីឲ្យបុគ្គលិកទាំងអស់ហ្នឹងគាត់មាន relate គ្នាទៅវិញទៅមកមានទំនាក់ទំនងល្អហើយពួកគាត់ចេះលើកទឹកចិត្តឲ្យមានការប្រស័យតាក់ទងគ្នាហើយអនុញ្ញាតឲ្យពួកគាត់ហ្នឹងធ្វើការចែករំលែកនៅគំនិតបទពិសោធន៍ហើយទទួលបានភាពយុត្តិធម៌នៅក្នុងការធ្វើការងារមិនមានភាពលំអៀងប្រកាន់ក្រុមប្រកាន់អីចឹងទៅសូមទៅចំណុចបន្ទាប់ទៀតសម្រាប់ចំណុចបន្ទាប់គឺយើងនឹងនិយាយអំពី 4.4 ហ្នឹងគឺនិយាយអំពី performance management អញ្ចឹងនៅក្នុង performance management របស់យើងគឺយើងនឹងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការអនុវត្តការងារដើម្បីតាមដានទៅដល់បុគ្គលិកការងាររបៀបថាដូចជាការ scan មេដៃចេញចូលអីចឹងទៅហើយដើម្បីកសាងគុណភាពការបោះពុម្ពរបស់យើងហើយបុគ្គលិកម្នាក់ៗក៏មានភាពច្បាស់លាស់ទៅលើតួនាទីរបស់ពួកគេដែរដោយឡែកការងារនឹងត្រូវត្រួតពិនិត្យជារៀងរាល់ខែដើម្បីកំណត់នៅចំណុចខ្លាំងចំណុចខ្សោយហើយយើងត្រូវតែកែប្រែនៅចំណុចណាខ្លះដែលជាចំណុចខ្សោយរបស់យើងហើយយើងនឹងពង្រឹងនៅចំណុចខ្លាំងរបស់យើងឲ្យកាន់តែល្អប្រសើរជាងនឹងទៀតសូមទៅចំណុចបន្ទាប់ទៀតចំណុចបន្ទាប់គឺ 4.5 ដែលនិយាយអំពី strategy planner ហើយនិង planner របស់យើងដែលនៅក្នុងចំណុច 4.5 នេះគឺពួកយើងនឹងធ្វើការជិតស្និទ្ធជាមួយគ្នារវាងក្រុមការងាររវាងដៃគូសហការរបស់យើងហើយការសហការនេះទៀតសោត HR ក៏ដើរតួនាទីយ៉ាងសំខាន់គឺដើម្បីគ្រប់គ្រងយុទ្ធសាស្ត្ររបស់អាជីវកម្មរបស់យើងជាមួយនឹងគ្នានេះដែរយុទ្ធសាស្ត្រទាំងនេះគឺវាសុទ្ធសឹងតែជួយទៅដល់បង្កើនទំនាក់ទំនងហើយពង្រឹងទៅដល់ការលើកទឹកចិត្តបុគ្គលិកគ្រប់គ្រងនៅការដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅក្នុង organization របស់យើងដែលវាជួយជំរុញឲ្យការបោះពុម្ពរបស់យើងនឹងមានប្រសិទ្ធភាពហើយសកម្មភាពទីផ្សាររបស់យើងនឹងកាន់តែល្អប្រសើរជាងមុនទៀតសូមទៅចំណុចបន្ទាប់ទៀតចំណុចបន្ទាប់គឺយើងនិយាយអំពី 4.6 managing apply adapt to the change អញ្ចឹងនៅក្នុងចំណុចទី 4.6 ហ្នឹងគឺយើងនឹងផ្នែកធនធានមនុស្សហ្នឹងគឺគាត់ជាផ្នែកមួយដែលដើរតួយ៉ាងសំខាន់មែនទែននៅក្នុងប្រតិបត្តិការរបស់យើងដែលជួយទៅក្នុងការសម្របខ្លួននិងការផ្លាស់ប្ដូរឥរិយាបថផ្សេងៗនៅក្នុងក្រុមហ៊ុនដែលផ្នែកនេះគឺវាមានភាពច្បាស់លាស់យើងដឹងថា HR នៅក្នុងក្រុមហ៊ុនមួយគឺមានភាពសំខាន់តែសម្រាប់ប្រវត្តិបុគ្គលិកគ្រប់គ្រងបុគ្គលិកលើកទឹកចិត្តបុគ្គលិកអីចឹងទៅកែសម្រួលកម្លាំងការងារនៅក្នុង organization ហើយជាពិសេសដោះស្រាយនៅបញ្ហាកង្វល់ផ្សេងៗរបស់បុគ្គលិកហើយនេះហើយនៅក្នុងចំណុចនេះគឺ HR គឺពិតជាសំខាន់សម្រាប់ប្រតិបត្តិការនៅក្នុងការបោះពុម្ពអាវរបស់ពួកយើងសូមទៅ slide បន្តទៀតតែ slide បន្ទាប់ទៀតគឺយើងនឹងនិយាយអំពី job analysis ដែលនៅក្នុងហ្នឹងគឺយើងមានបែងចែកទៅតាម position មាន job analysis មាន job description ហើយនិង job specification អញ្ចឹងនៅក្នុងនេះគឺយើងមានបែងចែកដូចជាមិត្តភ័ក្តិរបស់ខ្ញុំបានលើកឡើងហើយដែល General Manager job analysis របស់គាត់គឺពួកគាត់ត្រួតពិនិត្យប្រតិបត្តិការអាជីវកម្មកំណត់គោលដៅអញ្ចឹងទៅតាមដានការអនុវត្តការងារការរក្សាស្តង់ដារក្រុមហ៊ុននិយាយទៅគាត់គឺគ្រប់គ្រងទូទៅនៅក្នុងក្រុមហ៊ុនរបស់យើងមកហើយ job description របស់គាត់គឺគាត់ត្រូវរៀបចំផែនការការងារការដឹកនាំសម្របសម្រួលអីចឹងទៅផលិតកម្មទីផ្សារហើយពាក់ព័ន្ធជាមួយហិរញ្ញវត្ថុផ្សេងៗក៏គាត់ជាអ្នកទទួលខុសត្រូវដែរហើយសម្រាប់ job specification វិញគឺគាត់ត្រូវតែមានជំនាញមានបញ្ញាបត្រមានបទពិសោធន៍មានភាពជាអ្នកដឹកនាំកម្រិតវប្បធម៌របស់គាត់គឺខ្ពស់ហើយមានស្តង់ដារច្បាស់លាស់ត្រឹមត្រូវសម្រាប់ position ទី2គឺ marketing ដែល marketing គឺពួកគាត់ជាអ្នកបង្កើតទីផ្សារយុទ្ធសាស្ត្រហើយគ្រប់គ្រងប្រព័ន្ធបណ្ដាញសង្គមបង្កើតប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឲ្យការលក់ជំរុញឲ្យការលក់អីហ្នឹងវាមានការកើនឡើងដែល job description របស់គាត់វិញគឺគាត់គឺត្រូវតែរៀបចំផែនការអនុវត្តទីផ្សារយុទ្ធសាស្ត្ររបស់គាត់ហ្នឹងឲ្យវាមានភាពល្អប្រសើរហើយគ្រប់គ្រងប្រព័ន្ធ technology ដូចsocial media ប្រព័ន្ធ social media ដូចជា Facebook TikTok Instagram អីជាដើមគឺពួកគាត់ត្រូវតែបង្កើតមាតិកាធ្វើការផ្សព្វផ្សាយធ្វើម៉េចឲ្យផលិតផលរបស់យើងគឺការលក់មានការកើនឡើងហើយសម្រាប់តម្រូវការវិញគឺគាត់ត្រូវតែមានសញ្ញាបត្រមានចំណេះមានជំនាញមានបទពិសោធន៍ហើយជាពិសេសគាត់អាចផលិតមាតិកាបានច្រើនដែលវា relate ជាមួយនឹង position របស់គាត់សូមទៅ slide បន្តទៀត
slide បន្ទាប់ position បន្ទាប់គឺ finance management ហើយនិង accounting ដែលពួកគាត់គឺជាអ្នកគ្រប់គ្រងនៅលើការចំណាយកត់ត្រាចំណូលចំណាយលំហូរសាច់ប្រាក់ផ្សេងៗហើយតាមដាននៅការចំណូលចំណាយរបស់យើងហើយការទូទាត់ទៅលើ salary ជាដើមហើយកិច្ចការដែលគាត់ត្រូវទទួលហ្នឹងគឺរៀបចំរបាយការណ៍ហិរញ្ញវត្ថុ income statement អីចឹងទៅហើយគ្រប់គ្រងគណនេយ្យរបស់គាត់ឲ្យបានត្រឹមត្រូវទូទាត់ការចំណាយការអីដូចតែបានរៀបរាប់ចឹងហើយចំពោះតម្រូវការវិញគឺគាត់ត្រូវតែមានសញ្ញាបត្រមានចំណេះមានជំនាញមានបទពិសោធន៍អីគួរសមចឹងទៅហើយគាត់ចេះគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុរបស់គាត់ជាវិភាគទីផ្សារវិភាគរបាយការណ៍របស់គាត់ជាពិសេសគឺគាត់ត្រូវតែមានជំនាញទៅលើ Microsoft Office ដូចជា Word Excel ជាពិសេសគឺ Excel ហ្នឹងហ្មងសូម position មួយទៀតគឺ design team អញ្ចឹង design team ពួកគាត់គឺជាអ្នកបង្កើតនៅគំរូផ្សេងៗនៅបង្កើតនៅរចនារូបភាពអីចឹងទៅរៀបចំឯកសារបោះពុម្ពហើយដំណើរការ design ហ្នឹងគឺធ្វើឡើងគឺទាន់ពេលវេលាទៅតាមតម្រូវការភ្ញៀវចឹងទៅយល់ដឹងពីទីផ្សារដែរដោយសារអីពួកគាត់គឺនៅក្នុងហ្នឹងគឺគាត់អាចនឹងធ្វើការជាមួយនឹងគ្នាដែរជាមួយនឹង team design ជាមួយនឹង marketing ហើយនឹង sale ដែរពីព្រោះអីយើងត្រូវតែបំពេញតាមតម្រូវការរបស់ភ្ញៀវដែរហើយ job description របស់គាត់គឺគាត់ត្រូវតែមានភាពច្នៃប្រឌិតគាត់ចេះវិភាគពីតម្រូវការរបស់អតិថិជនអីដែរហើយមើលទៅលើច្នៃរូបភាពបែបណាដែលគិតថាភ្ញៀវអាចនឹងពេញចិត្តអីចឹងទៅចំពោះតម្រូវការវិញគឺគាត់ត្រូវតែអូខេមានសញ្ញាបត្រមានបទពិសោធន៍ខ្លះៗចេះ edit រូបភាពចេះកាត់តវីដេអូខ្លះៗអីចឹងទៅហើយក៏និយាយរួមគឺកម្មវិធីសំខាន់គឺគាត់ត្រូវចេះកម្មវិធី design Photoshop អីចឹងទៅ CapCut អីជាដើមសូមទៅ slide បន្ទាប់ទៀត slide បន្ទាប់គឺយើងនឹងនិយាយពី product management អញ្ចឹងនៅក្នុង product management ពួកគាត់គឺត្រួតពិនិត្យជាអ្នកត្រួតពិនិត្យធ្វើផែនការផលិតផលអភិវឌ្ឍផលិតផលឲ្យវាល្អប្រសើរហើយគាត់ជួយសម្របសម្រួលទីផ្សារការរចនាអីជាដើមនិយាយទៅគឺពួកយើងត្រូវតែធ្វើការជា team ហើយពិនិត្យវិភាគតម្រូវការរបស់អតិថិជនអីជាដើមមួយវិញទៀត job description របស់គាត់គឺគាត់ទទួលខុសត្រូវទៅលើការកំណត់ទីផ្សារយុទ្ធសាស្ត្រកំណត់ទៅលើ product របស់គាត់ថាគាត់គួរតែអភិវឌ្ឍបែបណាហើយតាមដាននៅចង្វាក់ផលិតកម្មរបស់យើងហើយតម្រូវការវិភាគស្វែងយល់ពីទីផ្សារផងដែរហើយមួយវិញទៀតក៏គាត់ក៏ត្រូវតែបង្កើតផលិតផលថ្មីៗដើម្បីបំពេញចិត្តរបស់អតិថិជនសម្រាប់អីដែលយើងត្រូវការពីគាត់វិញគឺពួកគាត់ត្រូវតែមានកម្រិតសញ្ញាបត្រអីចឹងទៅហើយមានបទពិសោធន៍ខ្លះហើយគាត់មានជំនាញគ្រប់គ្រងទៅលើproduct management អីចឹងទៅគាត់មានជំនាញភាសាទាំងភាសាជាតិនិងអន្តរជាតិអីជាដើមហើយជាពិសេសក៏គាត់ត្រូវតែចេះប្រើ Microsoft Office Computer Word Excel PowerPoint អីជាដើមដែរសម្រាប់ housekeeping ឬក៏ cleaning staff ហ្នឹងគឺក៏យើងមានដែរដែលពួកគាត់គឺជាអ្នករក្សាអនាម័យស្ថានសុខភាពកន្លែងការងារហើយនិយាយទៅគាត់ control ខាង housekeeping គាត់ជាអ្នកមើលការខុសត្រូវខាងសម្អាតអីចឹងទៅហើយកិច្ចការដែលគាត់ទទួលខុសត្រូវវិញគឺគាត់ទទួលខុសត្រូវទៅលើការសម្អាតពិនិត្យមើលលើភាពស្អាតនៅក្នុងក្រុមហ៊ុននៅក្នុងហាងអីជាដើមហើយតម្រូវការដែលយើងចង់បានពីគាត់វិញគឺការអប់រំរបស់គាត់គឺត្រឹមតែសមរម្យមកសមស្របជាមួយនឹងការងាររបស់គាត់ចឹងទៅហើយគាត់ក៏អាចជាអ្នកយកចិត្តទុកដាក់មានភាពល្អិតល្អន់មានចំណេះដឹងសមរម្យផងដែរសូមទៅ slide បន្តទៀត slide បន្ទាប់គឺយើងនឹងនិយាយអំពី financial plan របស់ក្រុមហ៊ុនរបស់យើងដែលនៅក្នុងហ្នឹងពួកយើងបានកំណត់នៅការចំណាយថ្លៃដើមរបស់យើងហ្នឹងគឺយើង estimate ដែរគឺយើងធ្វើការសន្មត់ខ្លះៗដែរការកំណត់ចំណាយថ្លៃដើមរបស់យើងហ្នឹងគឺខ្ទង់$7,000ទៅដល់100,000ហើយក្នុងនោះគឺមានសម្ភារៈបោះពុម្ពគ្រឿងបរិក្ខារអីផ្សេងៗចឹងទៅមានជួសជុលនិងដំឡើងអីចឹងទៅស្ទើរតែជាការ estimate កន្លែងរបស់ equipment មួយដូចជាមួយទៀតគឺយើងក៏មានការបង់ពន្ធការចុះឈ្មោះជាបញ្ជីនៅក្នុងបញ្ជីអាជីវកម្មអីផងដែរដែលតារាងទាំងអស់ហ្នឹងស្ទើរតែជាការ estimate មើលថាវាអាចនឹងយើងត្រូវចំណាយចន្លោះពីណាទៅណាអីចឹងទៅហើយតារាងមួយទៀត business startup ខុសរបស់យើងអញ្ចឹងនៅក្នុងហ្នឹងគឺយើងបានបែងចែកទៅថាមានអីគេខ្លះដូចprinting machine អីចឹងទៅការចំណាយទៅលើ equipment ការចំណាយទៅលើការជួលអីចឹងទៅការជួលអីចឹងណាហើយការចំណាយទៅនៅក្នុងប្រតិបត្តិការហ្នឹងគឺយើងត្រូវតែគិតមើលថាយើងត្រូវចំណាយអីគេខ្លះដែលទាំងអស់ហ្នឹងពួកយើងបានពិភាក្សាគ្នាហើយថាយើងទៅលើចំណាយទៅលើ inventory អស់ហ្នឹងហើយនេះគឺជា total នៃការ start up ខុសរបស់យើងគឺ$17,000 ជាងបាទសូមទៅ slide បន្តទៀត
ដែល slide បន្ទាប់នេះគឺយើងបានបែងចែកជាមួយនឹង fixed cost ហើយនិង variable cost ដែលនៅក្នុងនោះគឺយើងរួមបញ្ចូលគ្នារវាង fixed cost ហើយនិង variable cost ដែល cost ទាំងពីរហ្នឹងគឺយើងសរុបចូលគ្នាទៅគឺមានចំនួន $14,680 ហើយនៅក្នុងនោះពួកយើងបានកំណត់ថាយើងនឹង sell 1,500 unit ក្នុងមួយខែអីចឹងទៅហើយយើងបានគណនារក break even point ដែលនៅក្នុងនោះយើងបានបែងចែកស្រាប់ហើយមាន fixed cost 14,680 ហើយយើងបានគណនាវាទៅយើងរកយើងត្រូវយើងលក់ប៉ុន្មាន unit តម្លៃប៉ុន្មានអីប៉ុន្មានអញ្ចឹងទៅហើយដល់ like break even point របស់យើងគឺយើងយក fixed cost របស់យើងនឹងយកមកចែកជាមួយនឹង selling price ដកជាមួយនឹង variable cost របស់យើងដែលនៅក្នុងនោះគឺយើងរកឃើញ break even point របស់យើងគឺនៅ1095 unit ហើយ cost of goods sold របស់យើងគឺយើងយក fixed cost បូកជាមួយនឹង variable cost ដែលក្នុងនោះ fixed cost យើងមានហើយ variable cost ក៏យើងមានដែរអញ្ចឹងយើងបូកបញ្ចូលគ្នាទៅគឺ cost of goods sold របស់យើងគឺ 17,080 ហើយគណនាយើងរក gross profit ដែរនៅក្នុងនោះគឺយើងមាន revenue ដកជាមួយនឹង cost of goods sold ដែល revenue យើងមាន 22,500 ហើយដកជាមួយនឹងcost of goods sold របស់យើង 17,080 មកយើងឃើញgross profit របស់យើងគឺ 5,420 សូមទៅ slide បន្តទៀត slide បន្ទាប់នេះគឺយើងនឹងនិយាយអំពី balance sheet ដែល balance sheet យើងដឹងហើយថា cash ដែលយើងទទួលបានពីការលក់ហ្នឹងគឺមាន 5,420 ដែលយើងទទួលបានពី net profit ហ្នឹងហើយបន្ទាប់ពីនេះយើងមានការចំណាយទៅលើ machine print ហើយការចំណាយទៅលើតាក់ការចំណាយទៅលើ remote ផ្សេងៗអញ្ចឹង total asset របស់យើងគឺមាន 14,520 ហើយការលក់របស់យើងនៅក្នុងនោះយើង owner equity របស់យើងគឺការចំណាយទៅលើ operation របស់យើងមាន 9,100 ហើយ net profit របស់យើង 5,400 យើងគណនាមើលទៅគឺវា balance គ្នាអញ្ចឹងហើយនេះគឺជា balance sheet របស់យើងសូមទៅ slide បន្តទៀត slide បន្តទៀតនេះគឺយើងនិយាយអំពី income statement ដែល income statement របស់យើងគឺយើងធ្វើទៅតាម flow នៃ accounting ដែលយើងមាន revenue យើងមាន net sale យើងមាន operation expense យើងមាន income អីចឹងទៅតាក់ before tax អីចឹងទៅហើយ net income ដែលយើងទទួលបានគឺ $5,420 សូមទៅ slide បន្តទៀត slide បន្តទៀតនេះគឺ budget plan យើងសម្រាប់ឆ្នាំ 2026 ដែលយើងគណនារក net profit របស់យើងទៅឃើញថាឆ្នាំ 2026 ហ្នឹង net profit របស់យើងបានកើន net profit យើងមាន $5,420 អញ្ចឹងយើង estimate ក្នុងមួយខែទៅយើងក៏អាចឃើញplan របស់យើងនៅក្នុងឆ្នាំ 2026 ផងដែរដែលនេះសុទ្ធតែបង្ហាញពីទិន្នន័យមួយចំនួនដែលយើងកំណត់ថាឆ្នាំ 2026 យើងអាចនឹងមានការលក់បានប៉ុណ្ណឹងសូមទៅ slide បន្តទៀត slide បន្ទាប់នេះក៏ដូចគ្នាដែរនេះក៏ជាការ budget plan របស់យើងនៅក្នុងឆ្នាំ 2027 ហើយនិង 2028 ដូចគ្នាដែលយើងសង្ឃឹមថាការលក់របស់យើងហ្នឹងវានឹងកើនឡើងហើយវានឹងល្អប្រសើរហើយដែលវាជួយជំរុញឲ្យអាជីវកម្មរបស់ពួកខ្ញុំហ្នឹងកាន់តែមានភាពជោគជ័យយើងអាចមើលបានសូមទៅ slide បន្តទៀត slide បន្ទាប់នេះគឺយើងនឹងនិយាយពី budget plan សម្រាប់ឆ្នាំ 2028 និយាយទៅឆ្នាំ 2026 27 28ហ្នឹងគឺជា plan របស់យើងទាំងអស់ដែលយើងគិតថាយើងការលក់របស់យើងហ្នឹងគឺវានឹងកើនឡើងយើងមិននិយាយទៅការលក់របស់យើងគឺវានឹងកើនឡើងហើយយើងគណនារក fixed cost net profit អីចឹងទៅសម្រាប់មួយខែហើយយើងនឹងធ្វើការសរុបសូមទៅ slide បន្ទាប់ទៀតបាទ slide បន្ទាប់នេះគឺជា slide របស់មិត្តភក្តិខ្ញុំដែលគាត់នឹងធ្វើបទបង្ហាញបន្តសូមទៅចូលទៅដល់ chapter 4និយាយពី strategy implementation តើគាត់ខាងចំណុចហ្នឹង general management ហ្នឹងគឺគាត់អនុវត្តទៅលើអីខ្លះ general management ហ្នឹងគឺគាត់អនុវត្តទៅលើការពិនិត្យរបាយការណ៍សង្ខេបស្ដីពីហិរញ្ញវត្ថុអតិថិជននិងការលក់ហើយកំណត់ផែនការធ្វើសកម្មភាពនិងពិនិត្យលទ្ធផលសម្រាប់យុទ្ធសាស្ត្រសម្រាប់អាជីវកម្មរបស់ពួកយើងហើយនឹងពិនិត្យរបាយការណ៍ផលិតកម្មដើម្បីធានាថានឹងបានសម្រេចគោលដៅមួយទៀតត្រួតពិនិត្យប្រតិបត្តិការប្រចាំថ្ងៃនិងការអនុវត្តទូទៅចំណុចមួយទៀតគឺ product department ដោយផ្ដោតទៅលើការងារប្រកបដោយប្រសិទ្ធភាពល្អប្រសិទ្ធភាពនិងគុណភាពល្អនិងបំពេញគោលដៅដោយសម្រេចបានចេញជាលទ្ធផលមួយទៀតការតាមដានការប្រើប្រាស់វត្ថុធាតុដើមដើម្បីជៀសវាងកាកសំណល់និងត្រួតពិនិត្យពេលវេលានិងដំណើរការរបស់ម៉ាស៊ីនពិនិត្យមើលថាអត្រាឆ្លងកាត់និងការត្រួតពិនិត្យគុណភាពQC ហ្នឹងដើម្បីធានាថាផលិតផលត្រូវមានស្តង់ដារ
ស្តង់ដារល្អនៅពេលដែលគាត់ធ្វើដំណើរការដំបូងហ្នឹងសូមឆ្លើយបន្តទៀតចំណុចមួយទៀតនិយាយពី design department ដោយមានការរៀបចំរបាយការណ៍រចនាដើម្បីពិនិត្យមើលថាតើផលិតផលថ្មីឬក៏ផលិតផលថ្មីគឺអាចប្រើប្រាស់បាននិងអាចដាក់លក់បានតាមដានការកែប្រែការរចនាដើម្បីកែលម្អគម្រោងប្រកបដោយប្រសិទ្ធភាពមួយទៀតពិនិត្យមើលចំណុចសំខាន់ៗនៃការស្រាវជ្រាវនិងការអនុវត្តដូចជាវឌ្ឍនភាពនិងការរចនាផ្ទាំងរូបថ្មីដូចអ្នកនរគ្នាឃើញនៅក្នុងslide ហ្នឹងអញ្ចឹងរបៀបខាងតាមភ្ញៀវដែលគាត់កំងហ្នឹងឬក៏យើងជាអ្នកចេញម៉ូដដល់ខ្លួនឯងអញ្ចឹងសូម slide បន្តទៀតចូលដល់ចំណុច accounting department admin គឺគាត់ដើរតួនាទីត្រួតពិនិត្យលើហិរញ្ញវត្ថុនិងគ្រប់គ្រងការទូទាត់ទាំងអស់ភាពនឹងការចំណាយថវិកាជាមួយនឹងការចំណាយជាក់ស្ដែងដើម្បីគ្រប់គ្រងថាការចំណាយត្រួតពិនិត្យលំហូរសាច់ប្រាក់ដើម្បីធានាបាននៅប្រាក់គ្រប់គ្រាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃលើធ្វើការវិភាគប្រាក់ចំណេញដើម្បីបញ្ជាក់ថាយុទ្ធសាស្ត្រអាជីវកម្មយើងនឹងបានទទួលផលចំណេញដូចអ្នកនរគ្នាឃើញនៅក្នុងនឹងអញ្ចឹងដែលយើងមាន balance sheet ហើយនិង income statement ដែលចំណុចហ្នឹងមិត្តភក្តិរបស់ខ្ញុំពីមុនគាត់បានបកស្រាយហើយអញ្ចឹងខ្ញុំសូមចូលទៅ slide បន្តទៀតដោយមួយទៀតនិយាយពីផ្នែក sales ហើយនិង marketing department ដោយគាត់ធ្វើការត្រួតពិនិត្យនិងគ្រប់គ្រងរបាយការណ៍លក់ដើម្បីតាមដានការដំណើរការមួយទៀតវិភាគចំណែកទីផ្សារដើម្បីមើលពីរបៀបដែលអាជីវកម្មហ្នឹងគឺរីកចម្រើនឬប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងរបស់យើងដើម្បីវាស់ល្បឿននៃការលក់ដើម្បីយល់ពីរបៀបដែលអតិថិជនផ្លាស់ទីយ៉ាងលឿនពីការចាប់អារម្មណ៍ទៅការទិញអញ្ចឹងអាហ្នឹងដូចនឹងមុនដែរនេះគឺជាឧទាហរណ៍ដែលគាត់ធ្វើពី share report ហើយនឹងនិយាយពី report meeting អីចឹងសូម slide បន្តទៀតចំណុចចុងក្រោយនិយាយពី conclusion សរុបមកគម្រោងបោះពុម្ពនៃការច្នៃប្រឌិតនិងការរកប្រាក់ចំណេញតាមរយៈការផ្ដល់ជូនសម្ភារៈដែលមានគុណភាពខ្ពស់និងការរចនាដ៏ទាក់ទាញនិងបច្ចេកទេសបោះពុម្ពដែលអាចទុកចិត្តបានគម្រោងនេះគឺអាចបំពេញតម្រូវការរបស់អតិថិជនសម្រាប់សម្លៀកបំពាក់ផ្ទាល់ខ្លួននិងទាន់សម័យជាមួយនឹងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាពនិងការគ្រប់គ្រងថ្លៃដើមបានល្អនិងគុណភាពផលិតផលដែលមានស្ថិរភាពអាជីវកម្មបោះពុម្ពអាវយឺតរបស់យើងនឹងមានការរីកចម្រើនដែលប្រកបដោយជីវភាពនិងកសាងម៉ាកយីហោដ៏រឹងមាំមួយនៅក្នុងទីផ្សាររបស់យើងអញ្ចឹងធ្វើបទបង្ហាញរបស់ពួកយើងមានតែប៉ុណ្្នឹងទេសូមអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា